FIFA World Cup វគ្គ8ក្រុមចុងក្រោយចាប់ផ្ដើមប្រកួតហើយជំនួបដំបូងរវាងបារាំងជាមួយនឹងម៉ារ៉ុកនៅម៉ោង3រំលងអធ្រាត្រព្រឹកនេះសម្រាប់គូនេះផងដែរខ្ញុំគិតថាគឺជាគូដែលជក់ចិត្តបំផុតនៅក្នុងវគ្គ8ក្រុមចុងក្រោយនេះដោយសារតែប្រព័ន្ធលេងរបស់អ្នកទាំងពីរកំពុងតែលេចធ្លោខ្លាំងមែនទែននៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026នេះហើយខ្ញុំនៅតែជឿជាក់ថាបារាំងគឺជាក្រុមដែលអាចយកឈ្នះនិងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានក៏ប៉ុន្តែមានរឿងមួយដែលធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែអាជ្ញាកណ្ដាលនៅលើទីលានទាំង5រូបគឺជាជនជាតិអាសង់ទីនទាំង5រូបតែម្ដងមានអ្នកគាំទ្រមួយចំនួនបានលើកឡើងថាតើ FIFA ចង់ទម្លាក់បារាំងនៅវគ្គនេះមែនដែរឬទេដោយដាក់អាជ្ញាកណ្ដាលនៅលើទីលានទាំង5សុទ្ធតែជនជាតិអាសង់ទីនបែបនេះយ៉ាងណាមិញយើងចាំមើលទាំងអស់គ្នាថាតើការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលដែលជាជនជាតិអាសង់ទីនយប់នេះមានភាពសុក្រិតដែរឬទេដូច្នេះយើងចាំមើលទាំងអស់គ្នាថាតើការប្រកួតយប់នេះនឹងទៅជាយ៉ាងណាសម្រាប់ខ្ញុំទាយលទ្ធផលថា2-1បារាំង2ម៉ារ៉ុក1កុំភ្លេច follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីមាតិកាបាល់ទាត់